ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់កាហ្វេនិងភេសជ្ជៈមួយចាដែលភ្ញៀវរបស់យើងគាត់បានកំងចាឥឡូវហ្នឹងគឺខាងយើងបានរៀបចំហើយរួចរាល់ 100% ហើយចាហើយថ្ងៃនេះរៀងប្លែកបន្តិចដែរចាព្រោះដោយសារតែប្រភេទស្លាប់កោងដបូដេបែបហ្នឹងរាល់ដងគឺយើងប្រើពណ៌ក្រហមអញ្ចឹងណាតែថ្ងៃនេះរៀងប្លែកបន្តិចចាដោយសារតែយើងមកប្រើជាពណ៌សហើយដបូគឺយើងដេពណ៌សបកអាឡឹកបែបហ្នឹងចាហើយបាននិយាយពីរឿងពណ៌ហ្នឹងវិញគឺខ្ញុំចង់បញ្ជាក់នៅក្នុងវីដេអូហ្នឹងថាអ្នកទាំងអស់គ្នាអាចកំងយកពណ៌អីក៏បានដែរឲ្យតែយើងស្រឡាញ់អញ្ចឹងណាចង់បានពណ៌អីក៏បានដែរគឺខាងយើងរៀបចំជូនបានចាគ្រាន់តែថារាល់ដងគឺយើងប្រើទូទៅគឺពណ៌ក្រហមអញ្ចឹងជាមួយនឹងអាតេស្លាប់កោងហ្នឹងចានេះទូកញ្ចក់របស់យើងគឺនៅតែប្រើប្រភេទ2ថ្នាក់3ប្រឡោះបែបហ្នឹងដដែលហ្នឹងចាព្រោះដោយសារគាត់ប្រើលក់ភេទជ្ជៈអញ្ចឹងគាត់ត្រូវការដាក់តាំងគ្រឿងកំប៉ុងបានច្រើនអញ្ចឹងណាអញ្ចឹងគាត់ប្រើទូ2ខាងមុខហើយនឹងខាងចំហៀងចាហើយខាងមុខនេះដែរគឺយើងមានកាងមានអីដាក់ធុងតកដូចយើងរាល់ដងអញ្ចឹងចាហើយមួយឈុតនេះដែរគឺភ្ញៀវគាត់កំងយកទាំងរទេះនិងម៉ូតូតែម្ដងចាព្រោះគាត់ខ្ជិលញញ៉ៃច្រើនអញ្ចឹងគាត់ឲ្យខាងយើងរៀបចំឲ្យមកស្រាច់តែម្ដងទៅដល់គាត់ដឹងតែលក់អញ្ចឹងណាអានេះទ្វាររបស់យើងខាងក្រោមហ្នឹងគឺមានទ្វារបិទបើកដាក់អីវ៉ាន់បានខាងក្នុងហ្នឹងណាតោះឥឡូវយើងមកមើលពីចំហៀងខាងយើងឈរលក់វិញម្ដងចាអានេះបើខ្ញុំហៅខាងក្នុងអញ្ចឹងណាអ្នកលក់ហៅខាងក្នុងចាហើយខាងក្នុងហ្នឹងដែរក៏គាត់មានចោះធុងតក80លីត្រមួយសម្រាប់ដាក់ធុងតករបស់គាត់ហើយទូកញ្ចក់របស់គាត់គឺមានទ្វាររុញឆ្វេងស្ដាំបែបហ្នឹងតែម្ដងចាហើយខាងលើហ្នឹងគឺយើងមានតនើមានអីដាក់អីវ៉ាន់ដូចយើងម្ដងអញ្ចឹងដាក់កែវដាក់ថង់អីកពុកនៅខាងលើហ្នឹងបានអញ្ចឹងណាខាងក្រោយក៏យើងមានកវ៉ាត់មកជុំឲ្យគាត់ដែរកុំឲ្យជ្រួយវ៉ាន់អញ្ចឹងណាអានេះខាងក្រោមរបស់យើងក៏យើងមានទ្វារបិទបើកមួយទៀតហើយនឹងមានកាងសម្រាប់ដាក់ធុងតកដូចយើងខាងមុខដែរអញ្ចឹងណាចំណេញខ្លាំងមែនតើចាព្រោះដោយសារកាងមុខកាងក្រោយនេះយើងដាក់ធុងតក40លីត្របាន2ចាខាងមុខនិងខាងក្រោយចាអានេះយើងមើលពីចម្ងាយពីខាងក្រោយទៅគឺស្លាស់ល្អបែបហ្នឹងតែម្ដងចាតោះឥឡូវយើងចូលទៅមើលចិត្តបន្តិចទៅព្រោះដោយសារតែខ្ញុំចង់បង្ហាញពីការចាប់ម៉ូតូនៅខាងខ្ញុំដែរអញ្ចឹងព្រោះដោយសារតែមានម៉ួយភាគច្រើនគាត់តែងតែសួរនាំថារឿងចាប់ម៉ូតូហ្នឹងដោះចេញវិញបានអត់អញ្ចឹងណាអញ្ចឹងខ្ញុំចង់បញ្ជាក់នៅក្នុងវីដេអូនឹងបន្ថែមទៀតថាសម្រាប់ម៉ូតូដែលយើងចាប់ភ្ជាប់ជាមួយនឹងអតិហើយគឺយើងអាចដោះចេញចូលខ្លួនឯងបានធម្មតាទេចាយើងប្រើសល់លេខ14 17គឺយើងអាចដោះខ្លួនឯងបានអញ្ចឹងណាតើឥឡូវយើងទៅមើលខាងមុខបន្តិចទៀតព្រោះខ្ញុំចង់បញ្ជាក់ទីតាំងនៅក្នុងវីដេអូនឹងដែរអញ្ចឹងសម្រាប់ទីតាំងរបស់យើងគឺនៅលើផ្លូវ271ទល់មុខនឹងពេទ្យរុស្ស៊ីចាឬក៏ពេទ្យខ្មែរសូវៀតអីអញ្ចឹងណាទល់មុខនឹងអាគារផ្ដោតឈាមនឹងតែម្ដងចាបើសិនជាអ្នកទាំងអស់គ្នាជិះមកពីខាងផ្សារដើមស្កូវគឺហួសតែអាគារខ្ពស់មួយដែលនៅជាប់លបងពេទ្យនឹងងាកមកខាងឆ្វេងដែរគឺឃើញហើយចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការមិនថាប្រភេទអតេកំងបែបហ្នឹងឬក៏លក្ខណៈអតេកំងអីផ្សេងៗហ្នឹងគឺអាចធ្វើការកំងបានចាតាមរយៈเพจនេះផ្ទាល់ឬក៏តាមលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូនឹងបានចាហើយក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ